brand តែមួយ model តែមួយប្រណិតអត្តពលភាពមានដូចគ្នាតែហេតុអ្វីខុសគ្នា4ឆ្នាំសោះតម្លៃខុសគ្នាដល់តែ2ដងតម្លៃខ្ញុំនឹងប្រាប់នៅក្នុងវីដេអូប៉ុន្តែខ្ញុំនឹងសូពីភាព detail និងខុសគ្នានៅក្នុងវីដេអូនេះផ្ទាល់តែម្ដងបើនិយាយពី Phantom មានន័យថាសំខាន់ជាងគេលើបណ្ណាមានន័យថា signature របស់ Phantom ហីគឺវាកាចធំទលាយបែបនេះបញ្ជាក់ពីឥទ្ធិពលនៃអ្នកបើកបរនៅក្នុងរថយន្តនឹងផ្ទាល់តែម្ដងចំណែក018វិញមានន័យថាធម្មតា4ឆ្នាំវាត្រូវតែដូរផ្លាស់ប្ដូរតិចអានេះវិញប្រៀបបាននឹង private jet ផ្ទាល់តែម្ដងខាងក្រៅខ្មៅខាងក្នុងក្រហមតែបទពិសោធន៍នៃការប្រើរថយន្តរយមិនមែននៅខាងក្រៅទេគឺនៅខាងក្នុង V12 នេះក៏ V12 អញ្ចឹងម៉ាស៊ីនយើងកំភារគ្នាបានបូកចូលគ្នាសឹងតែ24ហើយ24ម៉ាស៊ីនហើយទំហំស៊ីឡាំង 6.75 មានន័យថា signature របស់ Rolls-Royce តែតាមពិតមិនមែនតែអ្នកដែលប្រើឡាន Rolls-Royce គេអត់ដែលផ្ដោតលើម៉ាស៊ីនទេព្រោះវាសិតតែ V12 ហើយអ្វីដែលគេផ្ដោតនឹងភាព comfort នៃគឺអារម្មណ៍ជិះខាងក្នុងហេតុអីបើខ្ញុំនិយាយថាផ្ដោតលើអារម្មណ៍ជិះខាងក្នុងអញ្ចឹងសូម្បីតែសំឡេងពេលដែលខ្ញុំមុនបិទទ្វារហើយនឹងបើកទ្វារបងប្អូនអាចដឹងហើយដែលយើងគេហៅថា sound proof ហ្នឹងមានន័យថានៅពេលដែលយើងជិះខាងក្រោយមិនថាឡាននេះបើកបោះក្នុងលបឿនប៉ុណ្ណានៅស្ថានភាពផ្លូវអីអញនិយាយបានថាភាសាមួយឲ្យងាយស្រួលស្ដាប់ដូចអត់ដឹងថាកំពុងតែឡានហ្នឹងបរលើផ្លូវយ៉ាងដូចនៅឡានមួយកន្លែងអញ្ចឹងសំឡេងរំខានពីក្រៅក៏អត់មានអារម្មណ៍រង្គើអីហ្នឹងក៏អត់មានដោយសារតែអីមានន័យថា advanced technology របស់ Rolls-Royce នោះគឺ Magic Carpet Ride មានន័យថាដូចយើងជិះកំពុងនៅកម្រាលព្រំអញ្ចឹងមានន័យថាវាមាន technology មួយមានន័យថាវាមាន sensor មួយគឺមើលផ្លូវនៅខាងមុខអញ្ចឹងឧទាហរណ៍ថាវា detect មាន tool ឬក៏អីចឹងអញ្ចឹងវានឹងសម្រួលបូម suspension system វាហ្នឹងទៅជាទន់រឹងទៅតាមហ្នឹងផ្ទាល់តែម្ដងបើនិយាយពីភាព technology មានន័យថាមិនថា media មិនថាទូរទស្សន៍សូម្បីតែកន្លែងជន់ជើងរបស់ខ្ញុំហើយសូម្បីតែកន្លែងដាក់កែវក៏ដូចជានៃការបញ្ជា media ឬក៏នេះគឺវា perfect ស្អាតទំនើប elegant luxury ផ្ទាល់តែម្ដងសម្រាប់នៅក្នុង Interior 014 វិញមានន័យថាបើឲ្យខ្ញុំប្រាប់មកមានន័យថា comfort នៃការជិះហើយក៏ដូចជាសំឡេងរំខានពីខាងក្រៅអាចខាងនោះល្អជាង 20-30% ប៉ុន្តែតើទៅនៅផ្នែកខាងក្នុងមានន័យថាអានេះមកនោះយើងអាចនិយាយបានថាវាសឹងថាពីរបែបខុសគ្នាមួយរៀងទំនើបកម្មបន្តិចមួយនេះវិញអាចនិយាយបានថាបែប classic elegant មានន័យថាវាស្អាតដែរស្អាតបែប classic របស់វាអញ្ចឹងមិនថាជាចំហៀងមិនថាជាផ្នែកទូរទស្សន៍គឺវាប្រើជាគេហៅថា manual មានន័យថាប្រើដោយដៃច្រើនជាងអូតូបងគិតយ៉ាងម៉េចដែរបន្ទាប់ពីបានមើលវីដេអូហើយមានន័យថាបើសិនជាយើងនិយាយវិញឥឡូវខ្ញុំសូមប្រាប់តម្លៃមុនសិនសម្រាប់ឆ្នាំ014មួយនេះមានតម្លៃ 248,000 018មានតម្លៃ 55,500 អានេះមួយគឺមានន័យថាផ្ទាល់តែនេះពីរគ្រឿងមិនស្មើនឹងអានេះមួយគ្រឿងអញ្ចឹងមកសួរថាគួរជ្រើសរើសយកមួយណាតាមពិតទៅពុកម៉ែបងប្អូនអ្នកដែលស្រឡាញ់រថយន្តច្បាស់ជាដឹងហើយអ្នកខ្លះទៀតមិនត្រឹមតែចង់បាន014ទេក៏ចង់បានឆ្នាំទៀតទៀតដោយសារតែវាមានភាព signature classic មានន័យថា elegant របស់វាមានន័យថា luxury វានៅតែមានអញ្ចឹងតើតើនឹងបើសិនជាបងប្អូនមានន័យថារឿងតាមបេះដូងអញ្ចឹងអានេះបើយើងចង់បានមានន័យថាទំនើបកម្មវិវឌ្ឍនភាពមានន័យថាtechnology ខ្ពស់ជាងមុនឬក៏មិនអញ្ចឹងទៅអញ្ចឹងគឺច្បាស់ជាយក018ហើយអញ្ចឹងការសម្រេចចិត្តនឹងក្រោយនៅលើពុកម៉ែបងប្អូនហើយសូមអរគុណ